សួស្តីបងប្អូនអរគ្នាលោកគ្រូមានវីដេអូមួយទៀតទាក់ទងទៅនឹងការដាក់ស្វ័យគុណឬក៏សន្ទុះជាលេខឬក៏ជាអក្សរសាច់ទៅលើការពេញចិត្តរបស់បងប្អូនអញ្ចឹងកុំមកខាត់ពេលវេលាបងប្អូនមើលមកឃើញថាលេខនេះគ្រូដាក់លេខតាមពិតលេខ2ស្វ័យគុណ4ហើយនិង a ស្វ័យគុណ3ប៉ុន្តែនៅពេលដែលយើងសរសេរធម្មតាគឺវាចេញតម្រង់បែបនេះអញ្ចឹងបងប្អូនចង់យកលេខ4ដាក់នៅខាងលើជាស្វ័យគុណឬក៏ពីមានថាសន្ទុះ4អញ្ចឹងតើយើងទៅធ្វើម៉េចអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាបងអូនត្រូវ select លេខ4មកតើគោលដៅរបស់បងអូននឹងចង់ដាក់ជាស្វ័យគុណឬក៏ជាសន្ទុះបាទអញ្ចឹងដើម្បីដាក់ស្វ័យគុណឬក៏សន្ទុះបានដំបូងបងអូនចូល home បាទបន្ទាប់មកបងអូនមកមើលកន្លែងជ្រុងបាទនេះជ្រុងកន្លែង font នេះចុចលើនឹងមកពេលដែលចុចហើយបងប្អូនមកមើលខាងក្រោមពីនេះគេដាក់ថា superscript ហើយនិង subscript អញ្ចឹង superscript គឺសម្រាប់យើងលើកជាស្វ័យគុណហើយ subscript គឺយើងលើកជាសន្ទុះអញ្ចឹងឧទាហរណ៍ថាលោកគ្រូដាក់ចុចកន្លែង superscript នោះបងអូនអូខេមកយើងឃើញថា2ស្វ័យគុណ4ឃើញទេ2ស្វ័យគុណ4អានេះចឹងដែរខាងក្រោម a ស្វ័យយើងចង់ដាក់ a ស្វ័យគុណ3អញ្ចឹងបងអូនចុចកន្លែងសញ្ញានេះមកឬក៏ចុច Ctrl D ចេញមកដូចគ្នាណាយើងចុច Ctrl D គឺចេញមកដូចគ្នាបាទបន្ទាប់មកយើងចុចកន្លែងបាទ super subscript មកវានឹងចេញស្វ័យគុណបាទឃើញទេ a ស្វ័យគុណ3តែបើសិនជាបងប្អូនចង់ឧទាហរណ៍ថា a ដាក់ស្អីក៏បានដែរកន្លែងហ្នឹងឧទាហរណ៍ថាចឹងB ចុះនេះដាក់ B មកឧទាហរណ៍ណានេះខ្ញុំគ្រាន់ឧទាហរណ៍ទេបាទអញ្ចឹងយើងចង់ឲ្យ B នេះទៅជាសន្ទុះវិញអញ្ចឹងយើង select B មកបាទពេលដែល select B យើងចុចកន្លែងសញ្ញាអុចនេះមកឬក៏យើងចុច Ctrl D នេះវា load ចុចវា load មកគឺ Ctrl D អញ្ចឹងបងចុច Ctrl D មកលឿនហើយបងអូនយកពាក្យថា subscript ឃើញទេពេលនោះបងអូនឃើញ A ណែគេសន្ទុះ B អញ្ចឹងមានថាយើងអាចចង់ត្រឡប់វាយ៉ាងម៉េចក៏បានដែរនេះចំពោះស្វ័យគុណយើងចង់មកដាក់ជាសន្ទុះក៏បានដែរអញ្ចឹងបងអូនគ្រាន់តែចុច subscript មកវានឹងក្លាយទៅជាណាសន្ទុះវិញអានោះរបៀបទី1របៀបទី2បងអូនអាចធ្វើវិធីនេះបានណាបងអូនអាចធ្វើវិធីនេះបានបាទលោកគ្រូដោះសិនបាទរបៀបទី2បងអូន select ដូចគ្នាមកនេះនៅពេលដែលបងអូនចុច home មកវាមានអក្សរ2នេះអក្សរ2នេះគឺ x សន្ទុះ2ឬក៏នឹង x ការ៉េបើសិនជាបងអូនចុច x 2វាបាន2សន្ទុះ4តែបើបងអូនចុច x ការ៉េវាបាន2ស្វ័យគុណ4វិញនេះគឺសម្រាប់នៅលើរបាគឺវាមាន2ហ្នឹងណា x សន្ទុះ2ហើយនឹង x ស្វ័យគុណ2បាទរបៀបទី2បើសិនជាបងអូនចង់ដាក់2ស្វ័យគុណ4ណាបងអូនចូល insert មកបងអូនមកមើលកន្លែងនេះគេដាក់ថា equation បងអូនចុចលើ equation មកនេះឃើញទេវាចេញបែបនេះអញ្ចឹងបងអូនមើលអានេះបាទនេះអញ្ចឹងបងអូនយកកន្លែង script នេះមកអញ្ចឹងបងអូនចង់ដាក់2ស្វ័យគុណ4នេះកន្លែងនេះគឺរូបការ៉េនេះគឺសម្រាប់យើងបញ្ចូលលេខអញ្ចឹងចុចលើនឹងមកបាទឃើញទេបងវាយលេខ2ហើយស្វ័យគុណ4ឃើញទេដូចគ្នាបាទអញ្ចឹងតែបើបងអូនហើយខ្ញុំអត់ចង់អញ្ចឹងទេខ្ញុំចង់ដាក់2សន្ទុះ4អញ្ចឹងបងអូនចុច insert equation ចូល script មកនេះមកយកនេះវិញបាទនេះគឺវាមានបាទអាចលើកជាការ៉េសន្ទុះឬក៏បាទមានសន្ទុះផងមានស្វ័យគុណផងនៅក្នុងនោះចម្រុះបាទអញ្ចឹងបងអាចរើសយកណាក៏បានដែរបាទអញ្ចឹងអានេះ2បាទសន្ទុះ4ឃើញទេដូចគ្នាអញ្ចឹងសម្រាប់ការដាក់ស្វ័យគុណឬក៏សន្ទុះគឺមានប៉ុណ្ណឹងបាទអញ្ចឹងវីដេអូសូមប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលា